វាសនាមនុស្សទាំងអស់ត្រូវបានតាក់តែងរួចហើយទាំងពួកយើងទាំងពិភពលោកនេះសុទ្ធតែស្ថិតក្នុងការគ្រប់គ្រងរបស់ទេវតាពិភពលោកជិតអវសានហើយអ្នកដែលអាចទៅរកទេវតាបានមុនគេអាចមានឱកាសផ្លាស់ប្ដូរវាសនាខ្លួនចឹងឯងក៏ព្រោះជាអីការប្រមាថមើលរបស់ទេវតាបន្តខ្លាយជាការពិតនឹងមានមនុស្សត្រូវស្លាប់មែនទេយើងទាំងអស់គ្នានឹងត្រូវស្លាប់ខ្ញុំចង់ឲ្យបុត្រពេលដែលទេវតាមកខ្លាយគ្រឿងយ៉ាងសម្រាប់ទេវតាទំនាក់ទំនងឯងនឹងទេវតាពិតជាគួរឲ្យចាប់អារម្មណ៍ពិតមែនគេផ្សាយពាណិជ្ជកម្មទៅកក់ការរឿងស្អីនឹងឯងដឹងហើយថាគួរនិពន្ធរឿងយ៉ាងម៉េច